ពេលមានទ្រព្យហើយខ្សែគប់មនុស្សត្រូវហើយធ្វើខ្លួនយើងឲ្យស្មើពេលយើងមានយើងស្រឡាញ់អ្នកក្រយើងល្អយើងចូលចិត្តនិងយើងចេះដឹងកុំប្រទៀបប្រថោកអ្នកល្ងងខ្លៅយើងប្រទៀបខ្លួនយើងឲ្យស្មើជាមួយអ្នកដតីអ្នកដែលបរិបូរដោយញាតិត្រូវចម្រើនធម៌អីញោមចំណាំតែចង់បានញាតិច្រើនទី1ចម្រើនដោយគុណធម៌មនុស្សណាមានគុណធម៌និងសេចក្តីល្អថ្លៃថ្នូរនៅក្នុងជ្រួនច្រើនគឺមនុស្សនឹងទៅណាក៏គេស្រឡាញ់ដែរនឹងស្ថិតក្នុងវណ្ណៈណាក៏គេស្រឡាញ់ញោមមិនមែនតើញោមមានអញ្ចឹងបានគេស្រឡាញ់ទេញោមធ្លាប់ឃើញអ្នកក្រខ្លះរកព្រឹកខ្វះល្ងាចខ្វះព្រឹកប៉ិនគ្រាន់តែឪពុកស្លាប់ឬមានទុកអីមួយគ្រាន់តែដាក់មេក្រូមនុស្សមកពេញផ្ទះមកមិនប្រកាន់ថាអ្នកមានអ្នកក្រទេសំខាន់បំផុតគឺទី1គុណធម៌របស់មនុស្សកាលណាយើងរស់នៅប្រកបដោយគុណធម៌និងសេចក្តីល្អភាពថ្លៃថ្នូរក្នុងខ្លួនរបស់យើងចេះយកអាសាញាតិមិនឆ្មើងឆ្មៃចំពោះអ្នកក្រអ្នកអត់យើងយកអាសាអ្នកចិត្តខាងច្រើនដល់ឲ្យយើងមានទុកមានបញ្ហាគឺមនុស្សនឹងចូលចិត្តគោរពស្រឡាញ់ឲ្យពរសពសាធការទាំងមនុស្សទាំងទេពតាគឺនៅលើខ្លួនយើងទាំងអស់មិនមែនទេពតាឲ្យពរទេដរាបណាយើងប្រព្រឹត្តខ្លួនយើងឲ្យល្អប្រសើរអញ្ចឹង